ហើយអ្វីបានជាស៊ូ35នៅតែជាយន្តហោះចម្បាំងដ៏គ្រោះថ្នាក់បំផុតយើងសាកស្រមៃមើលយន្តហោះចម្បាំងមួយដែលអាចហោះហើរនៅក្នុងល្បឿនលើសពី 2400 គីឡូម៉ែត្រនៅក្នុង1ម៉ោងនិងមានសមត្ថភាពក្នុងការបត់បែននៅលើអាកាសបានយ៉ាងរហ័សរហួននិងអាចផ្ទុកមីស៊ីលដ៏គ្រោះថ្នាក់បំផុតជាច្រើនប្រភេទនោះគឺស៊ូ35ដែលជាយន្តហោះចម្បាំងចំនួនទី4++ របស់រុស្ស៊ីទោះបីជាសប្តាហ៍ថ្ងៃនេះមានយន្តហោះចម្បាំងបំបង្កាយចំនួនទី5ដូចជា F35 និងស៊ូ57ក៏ដោយស៊ូ35នៅតែត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងដែលមានសមត្ថភាពខ្ពស់មួយក្នុងចំណោមយន្តហោះចម្បាំងមិនមែនស្ទីលដូច្នេះតើអ្វីដែលធ្វើឲ្យស៊ូ35ពិសេសហើយហេតុអ្វីបានជាប្រទេសមួយចំនួននៅតែចាប់អារម្មណ៍ទៅលើវាការនេះ Kerry Report នាំអ្នកទាំងអស់គ្នាទៅស្គាល់កូនតន្ត្រីស្លាប់ដៃខ្លាឃុំតកមួយនេះដើម្បីយល់ពីស៊ូ35យើងត្រូវត្រឡប់ទៅទសវត្សរ៍ឆ្នាំ1970ជាមុនសិននៅអំឡុងពេលនោះសហភាពសូវៀតបានអភិវឌ្ឍស៊ូ27ដើម្បីប្រកួតប្រជែងជាមួយនឹង F15 Eagle របស់សហរដ្ឋអាមេរិកស៊ូ27ទទួលបានជោគជ័យខ្លាំងប៉ុន្តែបច្ចេកវិទ្យាយោធានៅតែបន្តអភិវឌ្ឍជានិច្ចដូច្នេះក្រុមហ៊ុន Sakhoi បានចាប់ផ្ដើមអភិវឌ្ឍកំណែទម្រង់ថ្មីដែលក្រោយមកបានក្លាយទៅជាស៊ូ35នេះឯងយន្តហោះនេះមិនមែនគ្រាន់តែធ្វើឲ្យស៊ូ27ប្រសើរឡើងប៉ុណ្ណោះទេប៉ុន្តែវាបានផ្លាស់ប្ដូរប្រព័ន្ធរ៉ាដាម៉ាស៊ីនអេឡិចត្រូនិកនិងសមត្ថភាពប្រយុទ្ធស្ទើរតែទាំងស្រុងលក្ខណៈបច្ចេកទេសស៊ូ35មានប្រវែងជិត22ម៉ែត្រនិងមានស្លាបប្រវែង15ម៉ែត្រវាក៏ប្រើជាមួយនឹងម៉ាស៊ីន Saturn AL41 F1S ចំនួន2ដែលអាចបង្កើតល្បឿនបានរហូតដល់ Mach 2.25 ដែលវាអាចហោះហើរបានចម្ងាយលើសពី 3500 គីឡូម៉ែត្រដោយមិនបាច់ចាក់សាំងលើអាកាសហើយក៏អាចបន្ថែមបានទៀតប្រសិនបើប្រើធុងសាំងបន្ថែមឬចាក់សាំងនៅពេលហោះហើរអ្វីដែលធ្វើឲ្យស៊ូ35ពិសេសចំណុចដែលគេនិយាយដល់ជាញឹកញាប់នោះគឺ Thrust Vectoringជំនួសឲ្យកម្លាំងរុញចេញត្រង់ក្បាលបំពង់ផ្សែងនិងម៉ាស៊ីនអាចបង្វិលទិសបាននេះអនុញ្ញាតឲ្យស៊ូ35បត់បែនបានខ្លាំងនិងធ្វើចលនាដែលពិបាកសម្រាប់យន្តហោះចម្បាំងផ្សេងទៀតប៉ុន្តែការបត់បែនខ្លាំងបំផុតមិនមែនមានន័យថាវាឈ្នះគ្រប់សមរភូមិនោះទេក្នុងសម័យសង្គ្រាមទំនើបលទ្ធផលក៏អាចអាស្រ័យទៅលើរ៉ាដាមីស៊ីលការបណ្ដុះបណ្ដាលនៃម៉ាកបលនិងប្រព័ន្ធគ្រប់គ្រងផ្សេងផងដែរប្រព័ន្ធរ៉ាដានិងអាវុធស៊ូ35បំពាក់ជាមួយនឹងរ៉ាដា IBIS-E ដែលអាចរកឃើញគោលដៅក្នុងរយៈចម្ងាយឆ្ងាយនិងតាមដានគោលដៅជាច្រើននៅក្នុងពេលតែមួយវាអាចបំពាក់ជាមួយនឹងមីស៊ីលពីអាកាសទៅអាកាសមីស៊ីលពីអាកាសទៅដីនិងមីស៊ីលប្រឆាំងនឹងនាវាផងដែរវាក៏មានបំពាក់ជាមួយនឹងគ្រាប់បែកដឹកនាំដោយ GPS និង Laser ជាច្រើនប្រភេទផងដែរការរួមបញ្ចូលអាវុធទាំងនេះធ្វើឲ្យស៊ូ35អាចបំពេញភារកិច្ចការពារដែនអាកាសការវាយប្រហារទៅលើដីនិងការវាយប្រហារទៅលើនាវាបានយ៉ាងមានប្រសិទ្ធភាពបំផុតចំណុចខ្លាំងនិងចំណុចដែលគួរចាប់អារម្មណ៍ចំណុចខ្លាំងរបស់ស៊ូ35គឺរួមមានល្បឿនហោះហើរលឿនការបត់បែនបានយ៉ាងរហ័សរហួនអាចផ្ទុកអាវុធបានច្រើនចម្ងាយហោះហើរបានឆ្ងាយនិងមានបំពាក់ជាមួយនឹងប្រព័ន្ធរ៉ាដានិងអេឡិចត្រូនិកដ៏ទំនើបបំផុតប៉ុន្តែវាក៏មានដែនកំណត់ផងដែរស៊ូ35មិនមែនជាយន្តហោះចម្បាំងបំបង្កាយស្ទៀលដូចជា F35 ឬ F22 របស់សហរដ្ឋអាមេរិកនោះទេនេះមានន័យថាក្នុងស្ថានភាពខ្លះវាអាចត្រូវបានគេរកឃើញដោយប្រព័ន្ធរ៉ាដាទំនើបពីចម្ងាយឆ្ងាយជាងយន្តហោះស្ទៀលសេចក្តីសន្និដ្ឋានស៊ូ35គឺជាយន្តហោះចម្បាំងមួយដែលរួមបញ្ចូលល្បឿនកម្លាំងនិងបច្ចេកវិទ្យាដ៏ទំនើបបំផុតទោះបីជាពិភពលោកកំពុងឈានទៅរកយន្តហោះចម្បាំងចំនួនទី5ក៏ដោយក៏វានៅតែមានតួនាទីដ៏សំខាន់នៅក្នុងកងទ័ពអាកាសប្រទេសដែលកំពុងប្រើប្រាស់វាតែអ្នកគិតថាស៊ូ35នៅតែជាយន្តហោះចម្បាំងដ៏ខ្លាំងមួយឬទេសូមបញ្ចេញមតិរបស់បងប្អូននៅខាងក្រោមបើចូលចិត្តវីដេអូនេះសូមចុច like Subscribe និងទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ